បុរសម្នាក់ដែលត្រឡប់មកផ្ទះវិញពីដំណើរអាជីវកម្មមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាកូនជាទីស្រឡាញ់របស់គាត់ត្រូវបានបងប្អូនជីដូនមួយរបស់គាត់រំលោភបំពានលើរាងកាយរបស់គាត់នៅលើម៉ាស៊ីនហាត់ប្រាណដោយកំហឹងខ្លាំងគាត់ក៏ប្រញាប់ទៅអប 1K យ៉ាងណានេះជារបៀបដែលអ្នកថែរក្សា 1K ក្នុងរយៈពេល2ថ្ងៃកន្លងមកនេះមែនទេបងប្អូនជីដូនមួយរបស់ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់គាត់បានពន្យល់យ៉ាងរហ័សថាគាត់បានកំណត់ចោលម៉ាស៊ីនរត់ជាមុនរួចហើយវ៉ាងកៃបានរត់ហាត់ប្រាណក្នុងកម្រិតជាក់លាក់មួយម៉ាស៊ីនហាត់ប្រាណនឹងឈប់ដោយស្វ័យប្រវត្តិប៉ុន្តែការពន្យល់នេះមិនបានបំបត្តិកំហឹងរបស់មេតបឡើយអ្នកណាដែលបន្ថែមសាំងទៅក្នុងភ្លើងនឹងត្រូវប្រឈមមុខនឹងការសង្សឹកភ្លាមសូមឲ្យបងប្អូនជីដូនមួយរបស់ខ្ញុំជួបប្រទះអារម្មណ៍នៃការនៅលើម៉ាស៊ីនហាត់ប្រាណជាញឹកញាប់ផងដែរទន្ទឹមនឹងនេះឧត្តមសេនីយ៍ដែលមានចំនួនជាមួយមេតបបានស្នាក់នៅផ្ទះរបស់លីលីជាបណ្ដោះអាសន្នមិត្តរួមបន្ទប់របស់លីលីតែងតែមានអាកប្បកិរិយាចម្លែកវាធ្វើឲ្យគាត់មិនគេងលក់ស្រួលពេញមួយយប់ខ្ញុំហៀបនឹងមានបញ្ហាផ្លូវចិត្តហើយបន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ទីបំផុតគាត់ក៏សម្រេចចិត្តផ្លាស់ប្ដូរអ្នកបម្រើក្នុងវាំងរបស់សេនាប្រមុខត្រឡប់ទៅវិញប៉ុន្តែលីលីបានណែនាំគាត់កុំឲ្យចុះចាញ់នឹងមេបញ្ជាការយ៉ាងលឿនបែបនេះនៅថ្ងៃបន្ទាប់ឧត្តមសេនីយ៍បានទៅធ្វើការដោយមានភ្នែកដូចខ្លាឃ្មុំផេនដាមិត្តរួមការងាររបស់គាត់បានធ្វើការនិយាយបែបចំអកនិងបែបចំអកដោយចំអកឲ្យគាត់ចំពោះការខិតខំប្រឹងប្រែងទោះបីជាគាត់ត្រូវបានដំឡើងឋានៈរួចហើយក៏ដោយមិនទុកឱកាសឲ្យអ្នកដទៃទេឧត្តមសេនីយ៍អាចត្រឹមតែញឹមដោយអស់សង្ឃឹមនិងជូរចត់ប៉ុណ្ណោះអ្នកចិត្តខាងព្រៀបដូចជា Grim Reaper អ្នកចិត្តខាងម្នាក់គឺជាអារក្សប៉ុន្តែជាក់ស្ដែងទឹកដីរបស់អារក្សនេះគឺជាកន្លែងដ៏ស្រស់ស្អាតស្ងប់ស្ងាត់និងមានផាសុកភាពដំលៃសំរុំតាប្តីរបស់នាងអាចទៅណាទៀតលោកឧត្តមសេនីយ៍អ្នកមិនអាចបោះបង់ចោលកន្លែងទម្លាក់អីវ៉ាន់ដ៏អស្ចារ្យបែបនេះសម្រាប់តែមួយផ្លេតបានទេបន្ទាប់ពីការតស៊ូផ្ទៃក្នុងដ៏ខ្លាំងក្លាឧត្តមសេនីយ៍បានប្រមូលផ្ដុំភាពផ្លាពីប៉ុន្តែពេលដែលឧត្តមសេនីយ៍ហៀបនឹងនិយាយយ៉ូណាសបានរំខានភ្លាមយ៉ូណាសបានកត់សម្គាល់ឃើញរង្វង់ខ្មៅងឹតរបស់ឧត្តមសេនីយ៍គាត់បានចំអកគាត់ដោយគ្មានមេត្តាចំពោះការមកធ្វើការដើម្បីធ្វើការសម្លាប់រង្គាលសំប៊ីមុខរបស់គាត់ស្ដូចខ្មោចរង្វង់ខ្មៅនៅក្រោមភ្នែកមានទំហំធំជាងភ្នែកគាត់នៅតែស្លៀកសម្លៀកបំពាក់តាមតូបលក់ដូរតាមចិញ្ចើមផ្លូវមេតបបានឃើញថាកម្លាំងវាយប្រហាររបស់យ៉ូណាសខ្លាំងណាស់ខ្ញុំគ្មានជំរឿអ្វីក្រៅពីបញ្ជូនឧត្តមសេនីយ៍ទៅធ្វើការមុនគេទេបន្ទាប់ពីត្រឡប់ទៅការិយាល័យវិញនាយទាហានបានងាកមកមើលក្រៅបង្អួចគាត់បានដឹងថាឧត្តមសេនីយ៍កំពុងសម្លឹងមើលការិយាល័យរបស់គាត់ដោយក្តីប្រាថ្នាសេនាប្រមុខបានមើលឃើញគម្រោងតូចមួយរបស់ឧត្តមសេនីយ៍ភ្លាមខ្ញុំដឹងថាគាត់ចង់ត្រឡប់ទៅវិញប៉ុន្តែគាត់ខ្មាស់អៀនពេកមិនហ៊ានសួរបូមាត់របស់មេបញ្ជាការបានរួញឡើងបន្តិចស្នាមញឹមដ៏ស្រទន់មួយបានលេចឡើងនៅលើមុខរបស់គាត់ប៉ុន្តែគាត់ធ្វើពុតជាមើលមិនឃើញភ្នែករបស់ឧត្តមសេនីយ៍មិនដែលចាក់ចេញពីការិយាល័យរបស់សេនាប្រមុខពេញមួយថ្ងៃឡើយខ្ញុំគ្រាន់តែសង្ឃឹមថានឹងរកឱកាសនិយាយចេញមកទីបំផុតដល់ពេលចេញពីធ្វើការហើយមិត្តរួមការងាររបស់បាំងនឹងមានពលឺថ្ងៃបានមកដល់ភោជនីយដ្ឋានហើយឧត្តមសេនីយ៍បានបម្រើអាហារដោយផ្ទាល់រវល់បន្ថែមចានសម្រាប់នាយទាហានមេបញ្ជាការបានសម្លឹងមើលឧត្តមសេនីយ៍នៅពីមុខគាត់ដែលកំពុងប្រព្រឹត្តមិនធម្មតាចិត្តខ្ញុំច្បាស់ដូចកញ្ចក់ប៉ុន្តែខ្ញុំគ្រាន់តែចូលចិត្តលេងសើចនឹងគាត់ខ្ញុំចង់ឲ្យគាត់និយាយវាដោយខ្លួនឯងប្រាប់ខ្ញុំផងតើអ្នកចង់ជួបខ្ញុំពីអ្វីព្រឹកមិញទេតើអ្នកមិនបានរងចាំខ្ញុំបន្ទាប់ពីចេញពីធ្វើការទេវាហាក់ដូចជាខ្ញុំយល់ច្រឡំឃើញទឹកមុខព្រួយបារម្ភរបស់ឧត្តមសេនីយ៍មិនអាចរក្សាទឹកមុខបានបន្ទាប់មកមេតបបានផ្ដល់ផ្លូវឲ្យគាត់បាននិយាយដោយចេតនាថាអាផាតមិនរបស់គាត់ទេអស់រយៈពេលយូរមកហើយបើអ្នកមិនជួបវាទេខ្ញុំនឹងជួបវាទៅអ្នកផ្សេងដោយមិននឹកស្មានដល់ឧត្តមសេនីយ៍មិនត្រឹមតែមិនពេញចិត្តនឹងវានោះទេផ្ទុយទៅវិញពួកគេបានផ្ទុយដោយរឹងរូសថាវាជារដូវកាលឈប់សម្រាកអាផាតមិនរបស់អ្នកពិបាកជួលណាស់ដើម្បីអ្នកជួយខ្ញុំផងខ្ញុំនឹងពិចារណាជួយអ្នកដោះស្រាយបញ្ហានេះទោះជាយ៉ាងណាក៏ដោយសេនាប្រមុខរូបនេះថែមទាំងយកចិត្តទុកដាក់ចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួនច្រើនជាងឧត្តមសេនីយ៍ទៅទៀតដើម្បីបង្ខំឲ្យឧត្តមសេនីយ៍ចុះចូលលោកបានសង្កត់ធ្ងន់ថាអាផាតមិនរបស់លោកមានតម្រូវការខ្ពស់ខណៈពេលកំពុងផ្ញើសារ WeChat ដោយសម្ងាត់ទៅកាន់មិត្តភក្តិម្នាក់គាត់បានសុំឲ្យគាត់ទូរស័ព្ទទៅនិងរៀបចំឈុតឆាកមើលឬជួបផ្ទះមួយរឿងនេះធ្វើឲ្យឧត្តមសេនីយ៍មានការថប់បារម្ភយ៉ាងខ្លាំងរហូតដល់រំណាស់ដូច្នេះខ្ញុំចង់ជួបវាម្ដងទៀតនាយសេនាធិការបន្ទាប់ពីសម្រេចគោលដៅរបស់គាត់បានបង្ហាញស្នាមញញឹមដ៏ជោគជ័យនិងពោពេញដោយជ័យជំនះពោពេញដោយភាពផ្អែមល្ហែមនិងសុភមង្គល